បាទនេះគឺជាសាររបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្រៅប្រទេសខ្ញុំជឿថាការអំពាវនាវឬក៏ការជួយគ្នាដល់សមរភូមិមុខជួយកងទ័ពរបស់យើងតាមលទ្ធភាពដែលអាចធ្វើទៅបាននេះគឺជាអំពើត្រឹមត្រូវដែលគួរទទួលបានការសាទរហើយលោកសំរងស៊ីចេញសារបែបនេះតាមលទ្ធភាពដែលអាចជួយបានក៏ប៉ុន្តែឆ្លៀតឱកាសនេះក៏គាត់បានលើកឡើងអំពីការប្រយ័ត្នប្រយែងខ្លាចជំនួយនឹងមិនបានដល់ដៃកងទ័ពយើងជួរមុខខ្លាចទៅត្រឹមមេដែលប្រព្រឹត្តអំពើពុករលួយមិនមាននេះគ្រាន់តែជាការលើកឡើងរបស់លោកសំរងស៊ីតាមអ្វីដែលជាការសន្និដ្ឋានយូរហើយព្រោះបងប្អូនចេះតែបារម្ភថាជំនួយអីផ្សេងហ្នឹងខ្លាចតែដាក់ទៅរៀបចំមិនដល់ដៃទាហានអីអញ្ចឹងតាមពិតវាជាជំងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការមិនទុកចិត្តទេបងប្អូនតែយ៉ាងណាខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់បន្តជួយទៅតាមលទ្ធភាពទៅបានប្រមាណដល់ដៃប្រមាណអីយ៉ាងណាជួយឲ្យសន្ធឹកសន្ធាប់មានបងប្អូនក្រុមគ្រួសារណាយកទៅចែកប៉ុន្តែបើយើងនិយាយថាតតែស្គាល់ក្រុមទាហាននៅតំបន់នេះបានយើងចែកបានមិនទុកចិត្តថ្នាក់ដឹកនាំនៅតំបន់នេះយើងអាចនឹងមានការលំអៀងឬអើងឬក៏អ្នកបានអត់ទៀតហើយនឹងមានការថ្នាក់ទៀតតតែមានរបៀបដឹកគ្រប់គ្រងចែករបស់ខ្ញុំជឿថាប្រហែលជាខាងទាហានអីហ្នឹងគឺគេមានយន្តការហ្នឹងហើយយើងបារម្ភពេកក៏អាចថាបានដែរប៉ុន្តែអ្វីដែលជាសាររបស់លោកសំរងស៊ីនេះគឺវាជារឿងជាការសន្និដ្ឋានទូទៅមួយដែលចេះតែបារម្ភថាបើចែកអំណោយឬក៏ជូនអ្វីហ្នឹងគឺសុំឲ្យដល់ដៃទាហានហ្នឹងខ្លាចតែមិនបានដល់ដៃខ្លាចអីហ្នឹងគឺជារឿងដែលព្រោះគាត់ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាច្រើនហើយក្នុងនាមជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតំណាងរាស្ត្រជាមេបកជាអីហ្នឹងលោកប្រហែលជាដឹងអំពីរបៀបគ្រប់គ្រងចាត់ចែងអីហ្នឹងតែយ៉ាងណាបងប្អូនពេលនេះគឺជាពេលដែលយើងត្រូវជួយគ្នាទាំងអស់គ្នាទៅតាមលទ្ធភាពដែលធ្វើទៅបានបងប្អូនរកយន្តការយ៉ាងណាសម្រុកជួយទាហានជួរមុខប៉ុន្តែបងប្អូនប្រយ័ត្នប្រយែងរឿងមួយដែរបងប្អូនឃើញនាំគ្នាចែកអំបុកចែកអីធ្វើអំបុកហ្នឹងគឺជាការល្អព្រោះអាហារក្រៀមបែបនេះបងប្អូនសមរភូមិជួរមុខបើជាប់កាំងយូរមិនអាចនឹងរកដាំបាយដាំអីឲ្យមានផ្សែងមានអីពិបាកឲ្យខ្មាំងសត្រូវអីហ្នឹងដឹងកន្លែងទម្លាក់គ្រាប់ត្រូវអីហ្នឹងគឺអាហារក្រៀមបែបនេះពិតជាជួយដល់បងប្អូនជួរមុខយើងបានយ៉ាងសន្ធឹកហើយពិតជាជួយដល់សុខភាពពួកគាត់ផងនិងស្បៀងផងក៏ប៉ុន្តែខ្ញុំឃើញទាហានម្នាក់ដែលបានចេញវីដេអូជួយផ្សព្វផ្សាយមកក៏អង្វរបងប្អូនថាពេលដែលច្រកអីវ៉ាន់ចូលទៅក្នុងថង់ចូលអីហ្នឹងសូមឲ្យជួយពិនិត្យមើលខ្លាចគេមានដាក់ chips ដូចថា GPS អីយើងមិនដឹងទេសម័យនេះគឺយើងត្រូវជួយគ្នាដែរបងប្អូនណាប្រយ័ត្នប្រយែងបើមានរបស់ scan អីយើង scan ទៅព្រោះអីអាចមានជនបង្កប់អាចមានជារនុកក្នុងអាចមានជាអីច្រើនអីអញ្ចឹងទៅយើងថាមិនបានវាប៉ះពាល់ដល់សុខភាពបើមានគេលួចដាក់ chip ដាក់អីនៅក្នុងកញ្ចប់អាហារកញ្ចប់អីដែលចែកទៅទាហានរបស់យើងហ្នឹងគឺទៅយកដល់ណាគឺគេរក GPS ហ្នឹងទៅដល់ហ្នឹងខ្ញុំនិយាយនេះគឺទៅតាមអ្វីដែលជាការដែលខ្វល់របស់ទាហានជួរមុខដែលគាត់បារម្ភទេមិនមែនរឿងហ្នឹងថាវាមានការពិតហ្នឹង100%ប៉ុន្តែជា logic យើងប្រយ័ត្នទាំងអស់គ្នាទៅបងប្អូនយើងជួយទាហានយើងតាមអ្វីដែលយើងជួយបានជាសមានចិត្តជាអំពើបុណ្យរបស់យើងត្រឹមត្រូវហើយខ្ញុំលើកទឹកចិត្តគ្រប់គ្រង 100% ហើយក៏គ្រប់គ្រងការដែលជួយប្រយ័ត្នប្រយែងការពារកុំឲ្យរបស់កញ្ចប់ហ្នឹងប្រយ័ត្នប្រយែងមើលផងជួនកាលមានអ្នកណាប្រទេសផ្ដាស់អីដាក់ថ្នាំពុលថ្នាំអីយើងចេះតែប្រយ័ត្នទៅបងប្អូនគ្រាន់តែថាពេលនេះគឺគិតតែប្រឹងពឺតយកដូចថាយើងមិនដែលគិតទៅដល់ហ្នឹងប៉ុន្តែបងប្អូនពួកសត្រូវអាក្រក់ឈ្លានពានរបស់យើងឬក៏ប្រចាំមិត្តអ្នកណាដែលគេមិនពេញចិត្តនឹងយើងគេរកគ្រប់មធ្យោបាយដើម្បីធ្វើដូច្នេះព្រោះអីថៃអត់ឃើញបងប្អូនយើងអត់មានថៃអីបញ្ញាយខ្ចប់បាយខ្ចប់អីដូចយើងទេណាយើងគឺយើងធ្វើហ្នឹងគឺយើងបង្ហាញភាពសាមគ្គីគ្នាដ៏គួរឲ្យកក់ក្ដៅពេញបេះដូងមែនហើយក៏ប៉ុន្តែនេះក៏ជាការបើកឱកាសបើសិនជាមានជនខិលខូចណាគេចង់ប្រព្រឹត្តអំពើផ្ដេសផ្ដាស់ធ្វើបាបទាហានយើងគឺគេធ្វើបានយ៉ាងងាយហើយខ្ញុំនិយាយនេះអត់មានបន្តិចប្រអាក់បងប្អូនអីឈប់ឲ្យជួយទេអត់ទេ 100% បន្តទៀតបងប្អូនគ្រាន់តែថារកវិធីជួយពិនិត្យមើលហើយការពារថែទាំយកចិត្តទុកដាក់កន្លែងហ្នឹងបន្ថែមបន្តិចទៀតដើម្បីឲ្យតាមសំណូមពររបស់បងប្អូនយើងនៅជួរមុខដែលគាត់គាត់ថាចេះបារម្ភទៅព្រោះអា GPS ហ្នឹងវាបើចាប់បានគឺបានន័យថា drone របស់ថៃគឺទម្លាក់ចំគោលដៅតែម្ដងចឹងបើសិនជាគាត់ស្ពាយកញ្ចប់ឲ្យថាអំបុកមកថង់ចឹងទៅមាន GPS នៅក្នុងថង់ហ្នឹងឬមីកញ្ចប់ឬអីឬអាហារក្រៀមណាទៅគេដាក់នៅក្នុងកំប៉ុងឬដាក់អីហ្នឹងបានគឺគាត់យួរទៅដល់កន្លែងណាគឺអា GPS ហ្នឹងចាប់បានកន្លែងទីតាំងកន្លែងហ្នឹងគឺគ្រោះថ្នាក់មែនតើតែសូមបន់ស្រន់សូមឲ្យមាជ្រែកហ្នឹងគឺគាត់មិនអាចធ្វើរឿងជោគជ័យនេះបានចោះបាទនេះគ្រាន់តែជាអ្វីជាការព្រួយបារម្ភទេខ្ញុំមិនគិតថារឿងនេះវាពិត 100% ទេគ្រាន់តែជួយគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបានទៅបងប្អូនព្រោះយើងការពារសុវត្ថិភាពរបស់បងប្អូនកងទ័ពជួរមុខយើងគឺជារឿងសំខាន់ហើយក្នុងពេលជាមួយគ្នានេះដែរខ្ញុំនៅតែបួងសួងបន់ស្រន់សូមឲ្យវត្ថុស័ក្តិសិទ្ធិពលឹងគេដូនតាបព្វបរោះខ្មែរដែលការពារដែនអធិបតេយ្យយើងគ្រប់ចំនួនទាំងអស់អរុកអរិយអ្នកតាព្រៃភ្នំដែលការពារដែនអធិបតេយ្យរបស់កម្ពុជារបស់យើងនឹងជួយការពារថែរក្សាជីវិតកងទ័ពរបស់យើងនៅជួរមុខហើយនឹងបងប្អូនប្រជាពលរដ្ឋនៅព្រំដែននឹងសូមឲ្យបោះវាជាឆ្ងាយពីការឈ្លានពានយាយីរបស់ថៃហើយសូមឲ្យសត្រូវប្រចាំមិត្តដែលឈ្លានពានដីយើងហ្នឹងគឺទទួលអំពើបាបកម្មតាមយថាកម្មរបស់ខ្លួនទៅតាមអំណាចកម្មរបស់គាត់